សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះvừaជួបគ្នាទៀតហើយថ្ងៃនេះយើងមើលថាតើមនុស្សម្នាក់ហ្នឹងគេដឹងខ្លួនខុសហើយឬនៅថាតើមនុស្សម្នាក់ហ្នឹងគេដឹងខ្លួនខុសហើយឬនៅយើងមើលថាតើគេដឹងខ្លួនខុសហើយឬនៅក្នុងពេលឥឡូវហ្នឹងតើគេដឹងខ្លួនខុសហើយឬនៅសម្រាប់អារម្មណ៍របស់មនុស្សម្នាក់ហ្នឹងនៅក្នុងពេលនេះគឺអានថាគេដឹងខ្លួនខុសដែរដោយសារតែនៅក្នុងនេះពេលអ្នកទាំងអស់គ្នានៅចិត្តគេនៅក្បែរគេគឺគេមានការធុញទ្រាន់គឺគេមានការធុញជាមួយនឹងអ្នកទាំងអស់គ្នាប៉ុន្តែនៅពេលដែលនៅឆ្ងាយពីអ្នកទាំងអស់គ្នាវិញគេមានអារម្មណ៍ថាຕົកតិចខ្លាំងវិញពីព្រោះគេអត់បាននៅចិត្តនៅក្បែរអ្នកទាំងអស់គ្នាដូចមុនដូច្នេះហើយអារម្មណ៍របស់គេនៅពេលនេះគឺថានៅពេលដែលនៅចិត្តគឺថាគេធុញទ្រាន់ជាមួយអ្នកទាំងអស់គ្នាខ្លាំងមែនតើប៉ុន្តែនៅពេលដែលបាត់បង់អ្នកទាំងអស់គ្នាទើបគេដឹងថាគេនឹងមានអារម្មណ៍ថានឹកគិតដល់អ្នកវិញតើគេដឹងខ្លួនខុសហើយឬនៅក្នុងពេលនេះនៅក្នុងនេះគឺថាមនុស្សម្នាក់ហ្នឹងគឺគេមានអារម្មណ៍ថាស្ដាយក្រោយច្រើនសម្រាប់ខ្លួនគេផ្ទាល់គេមានអារម្មណ៍ថាស្ដាយក្រោយច្រើនដោយសារតែនៅក្នុងនេះអ្វីដែលគេប៉ងប្រាថ្នាគឺអត់ទាន់បានសម្រេចទៅតាមអ្វីដែលគេប៉ងឡើយហើយមិនត្រឹមតែប៉ុណ្ណោះនៅក្នុងនេះគឺថាមនុស្សម្នាក់ហ្នឹងក៏គេមានការបាត់បង់ម្ចាស់ការលើខ្លួនឯងគេពិបាកគ្រប់គ្រងអារម្មណ៍របស់គេនៅក្នុងឡងពេលហ្នឹងដែរដូច្នេះហើយធ្វើឲ្យគេពិបាកក្នុងការគ្រប់គ្រងខ្លួនឯងឬក៏នៅក្នុងអារម្មណ៍របស់គេផ្ទាល់អ្វីមិនទាន់បានសម្រេចទៅតាមបំណងហើយពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងនៃការចង់បានរបស់គេហើយមិនត្រឹមតែប៉ុណ្ណោះទៀតគឺថានៅក្នុងនេះគឺគេដឹងខ្លួនច្បាស់ហើយគេដឹងខ្លួនច្បាស់ហើយថាអ្នកទាំងអស់គ្នាហ្នឹងគឺជាមនុស្សបែបណាកាលពីមុនអត់ដឹងថាគេចាត់ទុកអ្នកទាំងអស់គ្នាសំខាន់ប៉ុណ្ណាសម្រាប់ខ្លួនគេទេប៉ុន្តែនៅក្នុងនេះមើលឃើញថាមនុស្សម្នាក់ហ្នឹងគឺគេមើលឃើញថាអ្នកទាំងអស់គ្នាសំខាន់សម្រាប់ខ្លួនគេគិតថាអ្នកទាំងអស់គ្នានៅពេលនេះគឺជាមនុស្សដែលល្អបំផុតសម្រាប់ជីវិតរបស់គេអានថាពេលនេះមនុស្សម្នាក់ហ្នឹងគឺគេភ្ញាក់ខ្លួនគេដឹងខ្លួនច្បាស់ជាងមុនអំពីតំណែងរបស់អ្នកដូច្នេះហើយនៅក្នុងនេះគេចាត់ទុកអ្នកទាំងអស់គ្នាគឺជាមនុស្សដែលល្អបំផុតសម្រាប់ជីវិតរបស់គេនៅក្នុងម្លងពេលនេះគឺគេមើលឃើញពីតម្លៃអ្នកទាំងអស់គ្នានៅក្នុងពេលនេះថាតើគេកែខ្លួនហើយឬនៅក្នុងនេះអានថាការកែប្រែនៃការគិតរបស់គេនឹងគឺអានថាមានការផ្លាស់ប្ដូរហើយដោយសារតែនៅក្នុងនេះគេមើលឃើញពីតម្លៃបងប្អូនទាំងអស់គ្នាហើយកាលពីមុនគឺគេអត់ទាន់មើលឃើញពីតម្លៃរបស់បងប្អូនទាំងអស់គ្នាទេទាល់តែពេលអ្នកទាំងអស់គ្នាហើយនឹងគេនៅឆ្ងាយគ្នាបែបនេះទើបគេយល់ពីតម្លៃអ្នកទាំងអស់គ្នាហើយមិនត្រឹមតែប៉ុណ្ណោះនៅក្នុងពេលនេះអារម្មណ៍គេក៏មានការនឹកគិតដល់បងប្អូនទាំងអស់គ្នាខ្លាំងដែរគឺគេមានការនឹកគិតដល់អ្នកគ្រាន់តែគេក្រោកឡើងហ្នឹងគឺគេនឹកគិតអំពីអ្នកទាំងអស់គ្នាបាត់ទៅហើយដូច្នេះហើយគឺគេមានរឿងច្រើនដែលគិតអំពីអ្នកនៅក្នុងអំឡុងពេលនេះទោះបីជាពេលខ្លះអ្នកទាំងអស់គ្នាហើយនឹងគេនៅឆ្ងាយពីគ្នាហើយយ៉ាងណាក៏ដោយតើគេដឹងខ្លួនហើយឬនៅឬក៏គេភ្ញាក់ខ្លួនហើយឬនៅក្នុងអំឡុងពេលនេះគេដឹងខ្លួនខុសហើយឬនៅហើយគេនៅគិតបែបណាទៀតចំពោះអ្នកនៅក្នុងអំឡុងពេលនេះសម្រាប់នៅក្នុងនេះផងដែរគឺថាមនុស្សម្នាក់ហ្នឹងគឺគេនឹងយកអ្វីដែលបានបាត់បង់ត្រឡប់ទៅវិញមិនថាជាអ្នកទាំងអស់គ្នាឬក៏ជាអ្វីទេអ្វីដែលបានបាត់បង់គឺគេនឹងយកទៅវិញអានឹងថានៅក្នុងនេះមនុស្សម្នាក់ហ្នឹងគឺគេមានការសោកស្ដាយជាមួយនឹងរឿងដែលបានបាត់បង់ដូច្នេះហើយនៅក្នុងនឹងផងដែរសម្រាប់តំណែងមួយហ្នឹងតំណែងដែលមានបញ្ហាគឺគេនឹងកែប្រែឲ្យคล้ายទៅជាតំណែងល្អឡើងវិញប៉ុន្តែគេធ្វើបែបណាឲ្យល្អវិញគឺអត់ដឹងដែរគឺយើងមើលទៅលើសកម្មភាពរបស់គេផងដែរនៅក្នុងពេលហ្នឹងហើយមិនត្រឹមតែប៉ុណ្ណោះនៅក្នុងនេះអានថាគេក៏មានការខូចចិត្តដែរសម្រាប់ការដឹងការពិតរបស់បងប្អូនទាំងអស់គ្នាហ្នឹងគឺគេមានការខូចចិត្តខ្លាំងនៅពេលដែលអ្នកទាំងអស់គ្នាបានដឹងការពិតអំពីគេ
នៅក្នុងរឿងមួយចំនួនហ្នឹងដូច្នេះហើយនៅក្នុងនេះការស្វែងរកការពិតរបស់បងប្អូនទាំងអស់គ្នាហ្នឹងណាប្រៀបដូចជាបំផ្លាញជីវិតគេទាំងស្រុងអញ្ចឹងធ្វើឲ្យគេមានការខូចចិត្តមានការអស់សង្ឃឹមខ្លាំងមែនទែនជាមួយនឹងតំណែងមួយហ្នឹងដូច្នេះហើយនៅក្នុងនេះអ្វីដែលគេចង់ប្រាប់ទាំងអស់គ្នាដឹងគឺគេមានការខូចចិត្តនៅក្នុងការស្វែងរកការពិតរបស់បងប្អូនទាំងអស់គ្នាឥឡូវយើងមកសុំមកត្រឡឹកទៀតថាតើគេមានអ្វីខ្លះចង់រៀបរាប់ឲ្យអ្នកទាំងអស់គ្នាដឹងនៅក្នុងអំឡុងពេលហ្នឹងទៀតវ៉ាវនេះគឺជាសញ្ញាកាតដែលយើងចង់ដឹងនៅក្នុងនេះបើសិនជាចង់សួរថាតើគេមានការភ្ញាក់ខ្លួនហើយឬនៅក្នុងអំឡុងពេលនេះនៅក្នុងនេះគឺថាគឺគេដឹងខ្លួនខុសហើយនៅក្នុងអំឡុងពេលនេះគឺគេកំពុងតែកែប្រែខ្លួនគេនឹងឲ្យคล้ายជាមនុស្សដែលល្អវិញដែរដូចនេះហើយគឺអាចដឹងថាអ្វីដែលយើងចង់ដឹងនៅពេលនេះមនុស្សម្នាក់ហ្នឹងគឺគេមានការផ្លាស់ប្ដូរហើយគឺគេកំពុងតែកែប្រែខ្លួនគេនៅចំណុចណាដែលមិនល្អហ្នឹងគឺគេកំពុងតែកែប្រែខ្លួនគេនឹងคล้ายជាមនុស្សល្អជាងមុនហើយដូច្នេះហើយសរុបសេចក្តីមកថាតើមនុស្សដែលអ្នកទាំងអស់គ្នានឹកគិតដល់ហ្នឹងឬក៏មនុស្សដែលបានធ្វើខុសដាក់អ្នកហ្នឹងនៅពេលនេះគេដឹងខ្លួនខុសហើយឬនៅសម្រាប់នៅក្នុងនេះគឺថាមនុស្សម្នាក់ហ្នឹងគឺគេបានដឹងខ្លួនខុសហើយគេក៏បានកែប្រែខ្លួនគេហ្នឹងឲ្យคล้ายជាមនុស្សដែលល្អជាងមុនដែរមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលនៅឆ្ងាយគ្នាបែបនេះទើបគេដឹងខ្លួនថានឹកគិតដល់អ្នកទាំងអស់គ្នាខ្លាំងមែនតើហើយមិនត្រឹមតែប៉ុណ្ណោះនៅក្នុងនេះនៅពេលដែលគេនៅឆ្ងាយនេះគឺគេមានការនឹកគិតដល់អ្នកខ្លាំងមែនតើគឺគេតែងតែនឹកតែងតែគិតអំពីបងប្អូនទាំងអស់គ្នាពីព្រោះមានរឿងច្រើនដែលអ្នកទាំងអស់គ្នាហើយនឹងគេនឹងមានជាមួយគ្នាដូច្នេះហើយនៅក្នុងនេះគឺថាគេនឹងយកអ្វីដែលបានបាត់បង់ត្រឡប់ទៅវិញមិនថាជាអ្នកទាំងអស់គ្នាឬក៏ជាតំណែងនឹងទេគឺគេនឹងយកត្រឡប់ទៅវិញហើយមិនត្រឹមតែប៉ុណ្ណោះសម្រាប់នៅក្នុងពេលនេះជីវិតរបស់គេគឺអានថាស្ថានភាពរបស់គេអ្វីដែលគេប្រាថ្នាចង់បានហ្នឹងគឺមិនទាន់បានសមបំណងប្រាថ្នារបស់គេនៅឡើយទេហើយនៅពេលឥឡូវហ្នឹងគឺអានថាគេក៏បានបាត់បង់នៅទាំងអស់គ្នាហើយដែរប៉ុន្តែនៅក្នុងហ្នឹងផងដែរមនុស្សម្នាក់ហ្នឹងគេមើលឃើញពីតម្លៃបងប្អូនទាំងអស់គ្នាហើយគឺគេមើលឃើញថាបងប្អូនទាំងអស់គ្នាគឺជាមនុស្សដែលល្អបំផុតសម្រាប់ជីវិតរបស់គេនៅក្នុងឡុងពេលនេះហើយគេក៏មានការកែខ្លួនគេផ្ទាល់ផងដែរគឺគេកំពុងតែកែប្រែនៅចំណុចដែលមិនល្អឲ្យคล้ายជាមនុស្សដែលល្អប្រសើរឡើងវិញប៉ុន្តែនៅអ្វីដែលគេមានការអន់ចិត្តឬក៏មានការខូចចិត្តនៅក្នុងតំណែងមួយហ្នឹងគឺការស្វែងរកការពិតរបស់អ្នកដូច្នេះហើយគេចង់ប្រាប់ទាំងអស់គ្នាថាការស្វែងរកការពិតរបស់អ្នកដូចជាបំផ្លាញជីវិតគេទាំងស្រុងអញ្ចឹងដូច្នេះហើយគេចង់ប្រាប់ថាគឺគេខូចចិត្តនៅពេលដែលអ្នកទាំងអស់គ្នាដឹងការពិតធ្វើឲ្យតំណែងមួយនឹងមានការបញ្ចប់ដូច្នេះហើយធ្វើឲ្យគេមានការខូចចិត្តមែនទែននៅពេលដែលអ្នកទាំងអស់គ្នាបានដឹងការពិតគ្រប់យ៉ាងប៉ុន្តែអ្វីដែលសំខាន់គ្រប់កំហុសរបស់គេគឺគេបានដឹងខ្លួនហើយគឺគេកំពុងតែកែប្រែខ្លួនគេឲ្យคล้ายជាមនុស្សល្អប្រសើរឡើងវិញហើយដូច្នេះហើយនេះគឺជាចម្លើយដែលយើងចង់បានថាតើមនុស្សម្នាក់ហ្នឹងមានការកែប្រែឬក៏ដឹងខ្លួនខុសហើយឬនៅក្នុងនេះគឺគេកំពុងតែមានការដឹងខ្លួនខុសហើយគេក៏មើលឃើញពីតម្លៃនៅទាំងអស់គ្នាដែរដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវីដេអូមួយនេះអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរឿងស្នេហាផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណ